ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើបទបង្ហាញតាក់ទងជាមួយនឹង Multi Website Hosting នៅលើ Linux Server ដោយប្រើ Nginx ជាដំបូងយើង connect ទៅ ASX របស់យើងមកយើង copy KPI ហ្នឹងអានេះខ្ញុំ connect ដូចរាល់ហើយអញ្ចឹងយើងគ្រាន់តែធ្វើដូចពីមុនមកយើង copy KPI ហ្នឹងហើយយើងបើក Git បាសហើយយើង pass វាទៅនេះហើយឥឡូវខ្ញុំចូលទៅដល់យើងចូលទៅបង្កើតចូលទៅ folder របស់យើងហើយកន្លែងនេះ folder របស់យើងគឺមាន HTML ហើយអញ្ចឹងដល់ចំណុចមួយនេះគឺយើងនឹងបង្កើត folder ដែលមានឈ្មោះទៅដូចទៅនឹង domain name របស់យើងអញ្ចឹងយើងវាយ command បែបហ្នឹងមក mkdir.p ហើយយើងដាក់ឈ្មោះដូច domain របស់យើងហើយបង្កើតយើងមាន2អញ្ចឹងយើងបង្កើត2មកអញ្ចឹងចំណុចបន្តទៀតយើងនឹងផ្ដល់ permission ទៅឲ្យ folder មួយហ្នឹងគឺយើងដាក់7 3ដើម C mode របស់យើងកន្លែងនេះគឺខ្ញុំវាយ command ខុសហើយបន្តមកយើងដាក់ទាំងពីររបស់យើងមកគឺ folder របស់យើងទាំងពីរហ្នឹងបន្តមកទៀតដល់ចំណុចមួយដែលយើងត្រូវupload file ចូលទៅក្នុង FileZilla របស់យើងយើង upload website របស់យើងមកយើង connect ដូចពីដើមមកពីមុនអញ្ចឹងយើងគ្រាន់តែដល់ចំណុចហ្នឹងយើងចូលទៅកន្លែង location របស់យើងwhere w 3 ដងហ្នឹងហើយយើង copy website របស់យើងដែលយើងបានធ្វើហ្នឹងដាក់ចូលទៅក្នុង folder ដែលមានឈ្មោះដូច domain name របស់យើងអញ្ចឹងខ្ញុំចូល domain name របស់ខ្ញុំដែលមានឈ្មោះ key កញ្ញាពេជ្រមុនកន្លែង folder ដែលមានឈ្មោះដូច domain របស់ខ្ញុំហ្នឹងខ្ញុំ copy website ចូលទៅក្នុងហ្នឹងទៅយើងយក HTML 1 CSS 1វាកំពុងតែ upload ហើយអញ្ចឹងវា upload ជោគជ័យហើយចំណុចបន្ទាប់ទៀតយើងធ្វើដូចមួយទៀតគឺ folder ឈ្មោះ domain name folder ដូចឈ្មោះ domain name ដែលឈ្មោះកញ្ញាពេជ្រ .store ខ្ញុំ copy file មួយទៀតដូចគ្នាដូចតែនឹងទី1ដែរយើង upload ជោគជ័យហើយដល់ចំណុចបន្ទាប់យើងទៅ configuration fileយើង configuration Nginx ដែលយើងទៅកាន់យើងវាយ command ដូចខ្ញុំមកតែបើនេះយើងអាច copy ពីរបស់គ្រូក៏បានដែរតែកន្លែងនេះខ្ញុំជ្រុលវាយខ្ញុំវាយមើលទៅដោយប្រើ cd/etc/nginx site available ហើយបន្តមកយើង li ទៅឃើញ default ហើយយើងលុប default ចោលដោយប្រើ command sudo rm.orvf ហើយ default ទៅយើងលុប default ហ្នឹងហើយមិញហ្នឹងខ្ញុំវាយ command ខុសអញ្ចឹងយើងដល់ចំណុចនេះយើងចូលទៅ configuration file របស់យើងយើងទៅ copy របស់លោកគ្រូមកកន្លែងហ្នឹង
យើង copy ហើយយើងប្រើ nano អញ្ចឹងយើងទៅលុបកន្លែង site 1ដែលលោកគ្រូឲ្យហ្នឹងយើងទៅដាក់នៅឈ្មោះ domain របស់យើងទាំងអស់ domain យើងដាក់មានឈ្មោះអីយើងទៅដាក់ domain ឈ្មោះហ្នឹងទៅ domain ខ្ញុំឈ្មោះ key កញ្ញាពេជ្រ .store អញ្ចឹងកន្លែងណាមានsite1.com យើងដូរទាំងអស់ពេលហើយយើង save មកយើង save ហើយយើងចូលទៅ config មួយទៀតដែលឈ្មោះកញ្ញាពេជ្រ .store យើង copy មកធ្វើដូចមិញទី1ដែរហ្នឹងយើងគ្រាន់តែ change កន្លែង site 1 site 2 ហ្នឹងទៅជាឈ្មោះ domain name របស់យើងអញ្ចឹងយើងដាក់កញ្ញាពេជ្រ .store ដូចតែទី1ដែរយើង save បន្តមកទៀតយើងដល់ចំណុចមួយគឺយើងchange ownership យើង change ownership ហ្នឹងគឺដើម្បីឲ្យ Nginx ហ្នឹង access website file បានណាអញ្ចឹងយើងអាច copy ពីគ្រូក៏បានដែរកន្លែងនេះខ្ញុំសរសេរយើង copy ពីគ្រូទៅលឿនយើងវាយ command ដូចរបស់ខ្ញុំមកយើងដាក់ domain របស់យើងហ្នឹងហើយទី2ក៏ដូចគ្នាដែរយើងគ្រាន់តែដូរដាក់ domain ទី2របស់យើងមកហើយដល់ចំណុចបន្តទៀតគឺយើង enable site ម្ដងកន្លែងហ្នឹងយើងនឹងបង្កើត symbolic link នេះកន្លែងនេះយើង copy របស់គ្រូមកយើងដាក់ហើយយើង change កន្លែង site1.com ហ្នឹងដាក់ទៅ domain name របស់យើងទី2ដូចគ្នាហើយចំណុចបន្តទៀតហ្នឹងគឺខ្ញុំនឹងតេស្ត Nginx តេស្តមើលថាតើ Nginx ហ្នឹងជោគជ័យអត់ចឹងណាកន្លែងនេះវា error ដោយសារតែពេលហ្នឹងខ្ញុំអត់ទាន់បានបើក domain name របស់យើងដល់ពេលខ្ញុំបើកហើយខ្ញុំនេះទៅក៏វាដើរមកវិញធម្មតាអញ្ចឹងទៅអញ្ចឹងខ្ញុំតេស្តមកហើយគឺវាអូខេហើយនឹង success ហើយអញ្ចឹងបន្ទាប់មកទៀតយើងដល់ចំណុច restart Nginx យើង restart វាមួយហើយបន្ទាប់មកទៀតយើងចូលទៅដល់ configuration domain name របស់យើងដល់យើងចូលទៅក្នុងកន្លែង EC2 របស់យើងហ្នឹងហើយយើងទៅស្វែងរក route 53កន្លែងហ្នឹងគឺយើង create host zone
អញ្ចឹងយើង get start វាទៅយើង create host 0មកកន្លែងនេះយើងដាក់ domain name របស់យើងមក domain name ទី1របស់ខ្ញុំដាក់ឈ្មោះ key កញ្ញាពេជ្រ .store ហើយបន្តមកទៀតយើងទៅ create ទៅហើយយើងទៅ create នេះកន្លែងនេះយើងទៅបញ្ចូល name server របៀប value server name server អញ្ចឹងយើងចូលទៅកន្លែង domain ដែលយើងទិញ domain របស់យើងហ្នឹងយើងចូលមកយើងចូលទៅកន្លែងឈ្មោះ domain របស់យើងហើយយើងទៅ manage កន្លែងចុចកន្លែងហ្នឹងទៅ manage ហើយបន្តមកទៀតយើងចាំតិចវារៀង slow កន្លែងនេះយើងស្វែងរក domain name ហើយយើងយក custom DNS មកហើយយើង copy value ទាំង4របស់យើងហ្នឹងដាក់ចូលទៅកន្លែងយើងមាន2យើង add ឲ្យគ្រប់4ហើយបន្តមកទៀតយើងចុចសញ្ញាក្រេនេះទៅយើងនឹង create name server នោះ DNS name server update ហើយបន្តមកទៀតយើងចូលទៅcheck មើល DNS របស់យើងតើ DNS របស់យើងនឹងបានដើរនៅអញ្ចឹងយើងវាយឈ្មោះ domain name របស់យើងមកយើងសាក់តេស្តមើលកន្លែងនេះយើងត្រូវ select យក DNS name server វា create ទាំងអស់ហើយអញ្ចឹងយើងទៅបង្កើត record យើងដាក់កន្លែងនេះយើងទៅ copy IP address របស់ EC2 របស់យើងហ្នឹង public របស់យើងហ្នឹងយើងទៅ copy មកកន្លែងនេះយើងគ្រាន់តែដាក់ប៉ុណ្ណឹងហើយបន្ទាប់មកយើងចុច1ម៉ោងហើយយើង create ទៅហើយបន្តមកទៀតយើងទៅបង្កើត CNAME បង្កើត CNAME ឲ្យ domain name របស់យើងអញ្ចឹងកន្លែងហ្នឹងយើងវាយ W 3ដងហើយយើងឲ្យវារៅទៅឈ្មោះ domain name របស់យើងគឺកញ្ញាពេជ្រ .store អញ្ចឹងទៅហើយបន្តមកទៀតយើងយក1ម៉ោងដូចគ្នាហើយយើង add ទៅហើយដល់ចំណុចហ្នឹងគឺយើងសាក់តេស្តមើលថាតើrecord របស់យើងហ្នឹងដើរនៅអញ្ចឹងយើងសាក់តេស្តមើលតើdomain name របស់យើងបានដើរនៅអញ្ចឹងយើងសាក់វាយឈ្មោះ domain name របស់យើង .store មកកន្លែងនេះនៅក្នុង Chrome គឺអត់ដើរអញ្ចឹងខ្ញុំទៅ Microsoft Edge ម្ដងនេះដល់ទៅ Microsoft Edge គឺដើរហើយ domain name ទី1របស់យើងរបស់ខ្ញុំគឺដើរហើយអញ្ចឹងទៅដល់ទី2យើងធ្វើដូចគ្នាយើងគ្រាន់តែទៅ add name server ហើយយើងទៅ add CNAME យើង route ដូចទី1អញ្ចឹងយើងគ្រាន់តែចូលមកដូចគ្នាមកចូល manage ទៅកន្លែង name server domain name របស់យើងទី1ហ្នឹងហើយយើងទៅ custom DNS ហើយយើងទៅcopy value របស់យើងដែលយើងត្រូវទៅ create record មួយទៀតនេះកន្លែងនេះយើងហោះ0យើងទៅបង្កើតដូចទី1ហ្នឹងយើងដាក់ឈ្មោះ domain name របស់យើងមកកញ្ញាពេជ្រ .store ហើយយើង create មកបន្តមកទៀតយើងយក4នេះទៅ add នៅក្នុង name server
ពេលដែល add រួចហើយយើងទៅ create record កន្លែងហ្នឹងយើងដាក់ W យើង copy IP address public របស់យើងហ្នឹងដាក់ទៅហើយយើងយក1ម៉ោងហើយយើង create បន្ទាប់មកយើងចូលទៅ create record ដូចទី1ដែរដាក់ W 3ដងយក cname W 3ដងហើយយើងដាក់ឈ្មោះ domain name របស់យើងមកទី2របស់យើងហ្នឹងហើយយើងយក1ម៉ោងដូចគ្នាហើយយើងសាកតេស្តមើល website ដែលយើងបាន hosting ហ្នឹងមើលដើរនេះបានដើរហើយអញ្ចឹងការធ្វើបទបង្ហាញរបស់ខ្ញុំដល់ទីបញ្ចប់ហើយសូមអរគុណ